បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបានគ្រូអសុទ្ធបារាណជ័យទឹកសំចៃរំលែករុក្ខជាតិមួយផ្នែកទៀតហើយបងប្អូនហើយពាក់ព័ន្ធអសុទ្ធបារាណខ្មែរយើងណាបងប្អូនហើយរុក្ខជាតិនេះផងដែរឈ្មោះថាវល្លិប្រេងបងប្អូនហើយកប់នឹងជំងឺជាច្រើនមុខដើម្បីឲ្យបងប្អូនយកស្ដាប់ទៅបងប្អូនចូលទៅមើលវីដេអូទៅហើយនឹងកប់ប្រសើរសុខភាពផ្សេងពាក់ព័ន្ធនឹងវល្លិប្រេងនេះបងប្អូនហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទៅទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនណាថ្ងៃនេះខ្ញុំបាទគ្រូអសុទ្ធបារាណជ័យទឹកសំចៃរំលែករុក្ខជាតិមួយទៀតហើយបងប្អូនណាពូរុក្ខជាតិនេះឈ្មោះថាវល្លិប្រេងបងប្អូនតែបតោងនៅដើមរុក្ខជាតិផ្សេងទៀតដូចជារុក្ខជាតិនេះដែលបងប្អូនមើលឃើញនេះវាតោងដើមជាមួយដើមច្រនៀងបើនៅគៀបជាមួយដើមច្រនៀងរាងធំដែរបងប្អូនហើយសាំងមួយទៀតវាគៀបជាមួយគ្នាហើយខ្ញុំលូកបាញ់ហ្នឹងបងប្អូនឃើញហ្នឹងវល្លិប្រេងបងប្អូនហើយពាក់ព័ន្ធនឹងអសុទ្ធបារាណខ្មែរយើងហើយកប់ជំងឺច្រើនមុខប៉ុន្តែលោកគ្រូយកមក3 4មុខដើម្បីចែកជូនបងប្អូនឲ្យបងប្អូនដឹងទៅយកទៅប្រើប្រាស់នឹងក្រុមគ្រួសារបងប្អូនយកទៅព្យាបាលជំងឺរបស់បងប្អូនហើយពាក់ព័ន្ធនឹងអសុទ្ធបារាណខ្មែរយើងដែរបងប្អូនណាកប់នឹងជំងឺរដូងបាតបងប្អូនណាបើសិនបងប្អូនកើតរដូងបាតអាក្នុងក៏ដោយអាក្រៅក៏ដោយអាលៀនក៏ដោយអាលៀងពូនក៏ដោយចង់និយាយចឹងណាកើតរដូងបាតបងប្អូនយកកញ្ច្រាំឲ្យស្អាតធ្វើអនាម័យស្អាតយកហាលថ្ងៃក្តៅទៅបងប្អូនយកទៅប្រើប្រាស់ដោយដាក់20ក្រាមទៅ30ក្រាមបងប្អូនដាំពិសាទទួលទានរាល់ថ្ងៃទៅធ្វើឲ្យរឹសដូងបាតរបស់បងប្អូននឹងជាសះស្បើយហើយបងប្អូនពិសាទទួលទានដាំទៅបងប្អូនណាហើយមិនជាក្រប្រមាណទេព្រោះហ្នឹងបងប្អូននៅតាមចិត្តផ្ទះបងប្អូនក៏មានពិសេសគឺព្រៃតបោកហ្នឹងបងប្អូនវល់ព្រៃសបោដែរមិនជាក្រប្រមាណទេបើមើល30វាក្របើវល់ព្រៃសបោហើយខ្ញុំដើរឃើញនេះចែកជូនជាធម្មទានដល់បងប្អូនទៅប្រើប្រាស់ក្នុងក្រុមគ្រួសារហើយវាអត់ខាតថវិកាបងប្អូនផងបងប្អូនរកបានដោយខ្លួនឯងចង់និយាយចឹងបងប្អូនហើយនឹងមួយបងប្អូនណាមួយទៀតថ្នាំត្រូវជាកប់នឹងជំងឺជាឱសថរលាកច្រមុះបងប្អូនកប់នឹងជំងឺរលាកច្រមុះដែលវល់ប្រេងនេះបងប្អូនចាំងបងប្អូនលាងឲ្យស្អាតហាលថ្ងៃក្តៅហើយធ្វើអនាម័យស្អាតទៅយកទៅដាំទៅដោយដាក់20ក្រាមទៅ30ក្រាមដូចគ្នាចឹងបងប្អូនយកទៅភាសាទទួលទានវាធ្វើឲ្យព្យាបាលរលាកច្រមុះរបស់បងប្អូនឬអ្នកជំងឺចង់និយាយចឹងណាបងប្អូនរលាកខ្លាំងញើសមកជួនណាដោយឈាមប្រាចឹងឈឺក្បាលខ្លាំងណាស់រលាកច្រមុះហ្នឹងបងប្អូនហើយដេកមិនលក់ដេកមិនសុខទេបងប្អូនណារឿងឈឺច្រមុះនេះពេលខ្លះឈឺដល់ខួរក្បាលលើសើតគ្រឺតហើយទុកយូរធ្វើឲ្យប៉ះពាល់ទៅមហារីកច្រមុះហើយបងប្អូនខំព្យាបាលទៅនឹងជាសះស្បើយដោយថ្នាំឱសថនេះហើយវល្លិប្រេងនេះបងប្អូនយកទៅភាសាទទួលទានទៅអត់ខុសបំណងទេហើយលោកគ្រូធ្លាប់មានបទពិសោធន៍ហើយនឹងសិក្សារុក្ខជាតិនៅក្នុងសភៅឱសថវេជ្ជសាស្ត្របុរាណខ្មែរយើងបងប្អូនណាគឺបង្ហាញឲ្យត្រូវការរលាកច្រមុះប្រកែណាបងប្អូនហើយនឹងទី2បងប្អូនទី3ជាថ្នាំកូនខ្ចីបងប្អូនណាបើសិនណាកូនខ្ចីមានបងប្អូនមានប្រពន្ធឬមានបងប្អូនមានប្អូននេះកូនខ្ចីសម្រាលកូនរួចហើយមានន័យថាចឹងបងប្អូនក្រោយពីសម្រាលកូនរួចហើយទាន់ដៃទាន់ជើងហើយលហាត់លហើយឈឺក្បាលហើយដេកលក់ទៅស្លេកស្លាំងដោយសារឈាមគាត់សម្រាលកូនមកទៅវាអស់ឈាមច្រើនទៅវាហត់ហេវខ្លាំងញ័រដើមទ្រូងហឹងជាអញ្ចឹងទៅបងប្អូនយកថ្នាំនេះទៅប្រើទៅដោយដាក់ដូចខាងលើអញ្ចឹងបងប្អូនយកទៅប្រើប្រាស់ហើយមនុស្សដែលសម្រាលកូនរួចហើយតែ2 3ឆ្នាំមានកម្លាំងវិញហើយចង់និយាយអញ្ចឹងណាបងប្អូនហើយទី3បងប្អូនណាទី4គឺសម្រួលខ្យល់សម្រួលដង្ហើមរបស់យើងហ្នឹងបងប្អូនធ្វើឲ្យអារម្មណ៍ធូរស្រាលមិនតានតឹងហើយមិនឆាប់ខឹងពេលដែលយើងពិសាវល្លិប្រេងនេះទៅធ្វើឲ្យអារម្មណ៍យើងស្រួលសម្រួលអារម្មណ៍របស់យើងល្អប្រសើរហើយយើងមិនឆ្អៀតអារម្មណ៍របស់យើងចង់និយាយចឹងណាបងប្អូនយកទៅពិសាទទួលទានដោយដាក់20ក្រាមទៅ30ក្រាមដូចគ្នាអញ្ចឹងបងប្អូនយកទៅពិសាទទួលទានទៅហើយបើសិនបងប្អូនមានចម្ងល់នៅអ្វីបងប្អូនខមមិនមកក្នុងវីដេអូនេះលោកគ្រូឃើញលោកគ្រូនឹងប្រាប់ទៅវិញជឿឲ្យជូនបងប្អូនទៅវិញព្រោះថាលោកគ្រូគិតថាតើមានជំងឺហើយគឺមានទុកឲ្យបងប្អូនហើយនេះជាសម្ដីមាសរបស់លោកគ្រូហើយលោកគ្រូមិនមែនចេះខ្លួនឯងទេគឺមានលោកគ្រូធំប្រាប់ទ្រឹស្ដីនេះមកលោកគ្រូចងចាំ
miền lục tết na ấy chỉ đạch lục ấy lục pra ấy lục cái lục pra tha tạm miền chủng ngư không khuôn cứ miền tục ấy chẳng tới đi chia sầm đầy mía ban lục ru rơ sầm đầy mía nó mà chạy chun bong ổn đam bây giờ bong ổn bị cha ná nư sầm đầy ní thà miền chủng ngư cứ miền tục anh chọn vậy chẳng á bong ổn hay bong ổn sai tục năng tới đào vô chủng ngư vô mà nơi biếm cứ dân ca tục hơi hay bong ổn sai tới đào vô vô preng từ sai tới đam thì xa từ tua tiên tới việc vừa ao rô kia bị chia thi đại bẹ pon năng rô chia ní thu sờ bài hòn chọn vậy chẳng á bong ổn hai nơi chỉ trong cào ní là cru xôm sẵn khai video đọc clay tại phần này tại muốn đằng khai video đọc clay ní xôm clay dòng no quân dòng chia chơi bong ổn này ban trôi mớ hai đây là cru chạy chỉ thòm tiền ní ban bốn ban pho đằng o clear hai nơi chỉ trong cào ní xôm ao tiêu đa tầng lai miền rục tiêu đa than tiêu đa xôm tiêu đa tầng lai núទាំង8ទិសថែរក្សាបងប្អូនប្រសិទ្ធពរជ័យបងប្អូនសូមឲ្យបងប្អូនបានសុខបានចម្រើនម្យ៉ាងទៀតសូមឲ្យពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយខណៈពេលនេះខ្ញុំបាទគ្រូអសុទ្ធបរានជ័យទឹកសូមគោរពសូមជម្រាបលាសូមអរគុណ